អ្នកទាំងអស់គ្នាចង់រលុយប្រចាំថ្ងៃឬក៏អ្នកទាំងអស់គ្នាចង់រលុយប្រចាំខែតាមរយៈអ្នកទាំងអស់គ្នាទិញកាក់ឬក៏លក់កាក់ឬក៏អ្នកទាំងអស់គ្នាចង់ទិញកាក់ហូរដើម្បីចំណេញរយៈពេលវែងអ្នកទាំងអស់គ្នាតែអត់ដឹងថាគួរទៅទិញនៅឯណាឬក៏ទិញនៅក្នុង exchange អីគេឥឡូវនេះអ្នកទាំងអស់គ្នាអាចមកជ្រើសរើស top number 1 exchange ដែលជាប់ចំណាត់ថ្នាក់លេខ1ក្នុងចំណោម87 exchange ទូទាំងពិភពលោកនោះគឺជា Binance បាទអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំចង់មកនិយាយទាក់ទងជាមួយនឹង exchange ឬក៏ top exchange number 1ក្នុងចំណោម exchange 87ទូទាំងពិភពលោកនោះគឺជាក្រុមហ៊ុន Binance ហើយអ្នកទាំងអស់គ្នាអាចធ្វើការទិញលក់កាក់ staking ឬក៏ធ្វើអ្វីបានច្រើនយ៉ាងនៅក្នុង Binance នេះដើម្បីទទួលនៅប្រាក់ចំណេញអញ្ចឹងយើងទៅស្វែងយល់ Binance ទាំងអស់គ្នាថាតើហេតុអីបានអ្នកទាំងអស់គ្នាគួរតែជ្រើសរើសនៅក្នុង Binance ហើយហេតុអីបានជា Binance ជាប់នៅចំណាត់ថ្នាក់លេខ1ក្នុងចំណោម exchange ទាំង87ទូទាំងពិភពលោក Let's go បាទអ្នកគ្នាមុនទៅស្វែងយល់អំពី exchange របស់ Binance ជាប់ចំណាត់ថ្នាក់លេខ1ក្នុងចំណោម exchange ទាំង87នេះដំបូងបើអ្នកទាំងអស់គ្នាអត់ទាន់មាន account Binance សម្រាប់ធ្វើការទិញលក់កាក់ឬក៏ដើម្បីធ្វើការរលួយតាម crypto ទេអ្នកទាំងអស់គ្នាអាចបង្កើតវាឥឡូវនេះអ្នកទាំងអស់គ្នាបង្កើតភ្លាមអ្នកទាំងអស់គ្នាទទួលបាននៅ$6 plate អ្នកទាំងអស់គ្នានៅក្នុង reward hub ចឹងដើម្បីបង្កើតវាគឺងាយស្រួលទេអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការ stop វីដេអូហ្នឹងទៅអ្នកទាំងអស់គ្នាធ្វើការ scan នៅ QR មួយនេះបន្ទាប់ពីអ្នកទាំងអស់គ្នា scan រួចរាល់ហើយវានឹងឲ្យអ្នកទាំងអស់គ្នាធ្វើការបំពេញអ្នកទាំងអស់គ្នាធ្វើការបំពេញនៅ email ឬក៏អ្នកទាំងអស់គ្នាដាក់នៅលេខទូរស័ព្ទឬក៏ password បាទបន្ទាប់មកអ្នកទាំងអស់គ្នាចុចពាក្យ create បន្ទាប់ពីអ្នកទាំងអស់គ្នាចុចពាក្យ create ហើយអ្នកទាំងអស់គ្នាធ្វើការ login ចូលទៅក្នុង Binance បាទបន្ទាប់មកវានឹងទាមទារអ្នកទាំងអស់គ្នាធ្វើការបំពេញនៅ KYC អ្នកទាំងអស់គ្នាត្រូវតែបំពេញ KYC ដើម្បីទទួលបាននៅលុយ$6នេះចឹងដើម្បីបំពេញ KYC អ្នកទាំងអស់គ្នាគ្រាន់តែពេញនៅ ID ឬក៏ passport អ្នកទាំងអស់គ្នាបាទតាមអត្តសញ្ញាណប័ណ្ណឬក៏ passport រួចជាការស្រេចបន្ទាប់ពីអ្នកទាំងអស់គ្នាបំពេញ ID រួចរាល់ហើយអ្នកទាំងអស់គ្នាអាចធ្វើការប្រើប្រាស់នៅ account Binance សម្រាប់ធ្វើការទិញលក់កាក់ដើម្បីទទួលនៅប្រាក់ចំណេញឬក៏រលុយឬក៏រកនៅ passive income បានហើយបាទសួស្តីអ្នកនរគ្នាជួបជាមួយនឹងខ្ញុំបាទហេងនៅក្នុងវីដេអូនេះគឺយើងមកធ្វើការ review ទាក់ទងជាមួយនឹង exchange របស់ Binance បច្ចុប្បន្ននេះគឺ Binance បានក្តោបយកនៅឱកាសលេខ1ទូទាំងពិភពលោកអ្នកនរគ្នាឥឡូវនេះគឺ exchange ដែលអ្នកនរគ្នាធ្វើការទិញលក់កាក់ឬក៏ទិញលក់ crypto មានសរុបទាំងអស់អ្នកនរគ្នា exchange ដែលអ្នកនរគ្នាទិញលក់ crypto មានសរុបទាំងអស់គឺ87 exchange ទូទាំងពិភពលោកបាទហើយបច្ចុប្បន្ននេះគឺក្រុមហ៊ុន Binance ឈរចំណាត់ថ្នាក់លេខ1ទូទាំងពិភពលោកដែលមានអ្នកប្រើប្រាស់រហូតដល់270លាន user ហើយថ្មីនេះអ្នកនរគ្នាក្រុមហ៊ុនរបស់ CoinDesk អ្នកនរគ្នាបានធ្វើការវាយតម្លៃទៅលើ exchange របស់ Binance ជាប់ចំណាត់ថ្នាក់លេខ1ដែលជា exchange ល្អបំផុតតោះយើងទៅមើលហេតុផលអីខ្លះដែលធ្វើឲ្យ exchange របស់ Binance នេះជាប់ចំណាត់ថ្នាក់ top rank number 1 in the world អស់យើងទៅមើលទិន្នន័យដែល CoinDesk ធ្វើការប្រកាសទាក់ទងជាមួយនឹង Binance យកឲ្យ Binance ជាប់ចំណាត់ថ្នាក់លេខ1បានអ្នកនរគ្នាអញ្ចឹងកាលពីខែអាព្រិលឆ្នាំ2025នេះ CoinDesk អ្នកនរគ្នាបានធ្វើការចាត់ចំណាត់ថ្នាក់ exchange លេខ1ទូទាំងពិភពលោកដែលមានសរុបទាំងអស់ exchange ដែលធ្វើការទិញលក់ crypto ហ្នឹងគឺមាន87 exchange ហើយជាប់ចំណាត់ថ្នាក់លេខ1ឥឡូវនេះគឺ exchange Binance ហើយយើងមកមើលទិន្នន័យរបស់វាអ្នកនរគ្នានេះគឺជា ranking ពីលេខ1ទៅដល់លេខ87ហើយ exchange ឈ្មោះគឺ Binance ឥឡូវនេះគឺ Binance គឺអ្នកនរគ្នាវាដាក់ boss នេះមានន័យថាក្នុង Binance គឺយើង trade បានទាំង spot យើង trade បានទាំង future គឺជាប្រភេទយើង trade contract ទិញឡើងទិញចុះបែបនេះណានៅក្នុង future ហើយ spot គឺយើងទិញ drop យើងទិញ asset យើងទិញបាន real cryptocurrency ហើយយើង hold អញ្ចឹងនៅក្នុង Binance យើងធ្វើបានទាំងពីរហ្នឹងហើយ final score របស់វាគឺអ្នកនរគ្នាគឺបាន90អ្នកនរគ្នា high grade របស់វាគឺ AA អ្នកនរគ្នាហើយ ranking chain របស់វា ranking chain របស់វាគឺបច្ចុប្បន្ននេះគឺ Binance គឺជាប់ចំណាត់ថ្នាក់លេខ1អ្នកនរគ្នាហើយ KYC transparency rate របស់វាគឺបាន15.0អ្នកគ្នាទាក់ទងជាមួយនឹង legal regulation ទាក់ទងមួយច្បាប់ស្រោះច្បាប់ហើយនឹង adoption អីហ្នឹងគឺដឹងតែអូខេហើយអ្នកនរគ្នាហើយ data provision របស់វាគឺ 7.8 secure របស់វាគឺ 19.4 ហើយ team exchange របស់វាគឺបាន 5.0 ហើយនឹង negative របស់វាគឺដកហេតុផលទាំងប៉ុណ្ណេះឯងដែលធ្វើឲ្យ Binance បច្ចុប្បន្ននេះគឺជាប់ចំណាត់ថ្នាក់លេខ1អ្នកនរគ្នាទូទាំងពិភពលោកហើយអ្នកនរគ្នាគួរតែដឹងទៀតគឺ Binance បច្ចុប្បន្ននេះគឺមានអ្នកប្រើប្រាស់រហូតដល់270លាន user អ្នកនរគ្នាកាលពីប្រហែលខែមុន3ខែមុនតែ250លានទេណាឥឡូវឡើង20លានទៀតហើយអ្នកនរគ្នាឡើងដល់270លាន user ហើយអ្នកនរគ្នាអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្ណេះឯងទាក់ទងជាមួយនឹង exchange របស់ Binance មូលហេតុដែលវាជាប់ចំណាត់ថ្នាក់លេខ1នៅក្នុង data របស់ Coinbase ដែលធ្វើការបង្ហាញកាលពីខែព្រាហើយមួយវិញទៀតខ្ញុំ
ខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាថាវីដេអូនេះបង្កើតឡើងក្នុងគោលបំណងផ្ដល់ចំណេះដឹងតែប៉ុណ្ណោះអ្នកទាំងអស់គ្នាអត់មានការណែនាំឬក៏បង្ខិតបង្ខំឲ្យអ្នកទាំងអស់គ្នាធ្វើការវិនិយោគឬក៏ទិញលក់អីទេគ្រប់ការទិញលក់របស់អ្នកទាំងអស់គ្នាគឺត្រូវតែទទួលខុសត្រូវដល់ខ្លួនឯងហើយអ្នកទាំងអស់គ្នាមុននឹងចប់បើអ្នកទាំងអស់គ្នាអត់ទាន់ធ្វើការ Subscribe Channel របស់ខ្ញុំបាទទេអ្នកគ្នាជួយធ្វើការ Subscribe មួយផងដើម្បីទទួលបាននៅចំណេះដឹងផ្សេងៗហើយនឹងរៀនសូត្រ free នៅក្នុងទីនេះអរគុណអ្នកទាំងអស់គ្នា Please have a nice day bye bye